សួស្តីអ្នកទាំងអស់គ្នាវិលស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ Channel របស់ Admin ហើយថ្ងៃនេះផងដែរសូមមកតាមដានទស្សនានៅព័ត៌មានជាបន្តទៀតដូចតទៅសម្រាប់ថ្ងៃអាទិត្យទី1ខែមីនាឆ្នាំ2026នេះ Admin នឹងលើកយកព័ត៌មានខ្លីមួយទាក់ទងនឹងសម្រាប់ប្រិយមិត្តថ្មីដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតពី Admin នៅអាល្លឺម៉ង់អត់មានក្រុមណាទប់នំប៉័ងជាប់ទេបន្ទាប់ពីឈ្នះដតមុនពួកគេដាច់9ពិន្ទុហើយអាល់ណាសឺឡើងមកឈរកំពូលតារាងវិញហើយបន្ទាប់ពីបន្តរកបាន3ពិន្ទុបន្ថែមកាលពីយប់មិញស្ថិតិនេះល្អជាងមេស៊ីនិងរ៉ូណាល់ដូទៅទៀតក្នុងវ័យត្រឹមតែ18ឆ្នាំប៉ុណ្ណោះឡាមីណេយ៉ាម៉ាល់រកបានគ្រាប់បាល់បូកបញ្ចូលកញ្ញាចំនួន100គ្រាប់គឺគ្រាប់បាល់បូកបញ្ជូនបាល់ក្នុងអាជីពសុទ្ធបញ្ចូលទី48គ្រាប់បញ្ជូនបាល់52ដងអាយុត្រឹមតែ18ឆ្នាំធ្លាប់តែឃើញ10កើតឡើងលើមេស៊ីពេលនេះក៏កើតឡើងលើយ៉ាម៉ាល់ដែរគ្រីស្ទីយ៉ាណូរ៉ូណាល់ដូសុទ្ធបាល់ពេណាល់ទីមិនចូល3ដងហើយទាំងក្លាប់និងជម្រើសជាតិក្នុងរដូវកាលនេះ